កាលពីយូរលង់ណាស់មកហើយមានសៀវភៅមួយក្បាលឈ្មោះថា Mystic Sketches បានចារទុកនៅប្រវត្តិសាស្ត្រនៃការប្រយុទ្ធគ្នារវាងមនុស្សនិងបិសាចសង្គ្រាមមួយនេះបានកើតឡើងអស់រយៈពេលជាយូរហើយទាំងសងខាងស្លាប់អស់រាប់ពាន់នាក់ទីបំផុតនៃសង្គ្រាមនេះមានមនុស្សម្នាក់បានចារថ្វាំថ្មធ្វើជាបន្តោងការពារបិសាចហើយដើម្បីធ្វើឲ្យអានុភាពយុទ្ធសាស្ត្រកាន់តែខ្លាំងគេយកបន្តោងថ្វាំថ្មមកចូលនឹងប្របាទអើសាសិនដែលបានពិខានដីហើយនឹងព្រះអាទិត្យតាំងពីពេលនោះមកបិសាចក៏លែងមាននៅលើភពខែនដីទៀតដែររាប់ពាន់ឆ្នាំកន្លងផុតទៅមានបិសាចពោលពីរក្បាលឈ្មោះថាជីនមីហើយនឹងម៉ូម៉ាបងប្អូនទាំងពីររស់នៅជាមួយគ្នាហើយពួកគេមានទាំងពីរជីនមីចង់ស្វែងរកស្នេហាពិតមួយនៅក្នុងពិភពនេះហើយនឹងបានសុំខ្សែវេទមន្តមួយពីគ្រូរបស់នាងហើយក៏បានលួចចេញទៅពិភពមនុស្សជាមួយនឹងម៉ូម៉ាគឺគ្រាន់តែចង់ស្វែងរកស្នេហាពិតមួយតាមព្រេងវាសនារបស់តែប៉ុណ្ណោះសំទោអាងហើយទឹកបាត់បត់ហើយណាមកហែលទឹកអីស្មើហ្នឹងវិញអូតែអីឲ្យតែនាងចង់ហែលអាចហែលបានបន្តទៀតអូយព្រះយេស៊ូវជួយផងអូយសត្វរជកោមបងស្រីកុំធ្វើបាបគេកុំប្រាសិលឲ្យសោះពួកយើងនឹងស្លាប់បាត់ដឹងដល់គ្រូចាប់បិសាចបងជីនតែនេះពិតជាកន្លែងដែលបងតាមរកមែនទេបងមកតាមខ្សែវេទមន្តហើយក៏មកដល់ទីនេះវាឈប់នៅទីនេះហើយគេគួរតែនៅចិត្តនេះស្រាប់តែខ្ញុំមិនយល់ហេតុអីបានជាបងតាមរកស្នេហ៍ពិតតែឯងគួរតែបំភ្លេចចោលទៅហើយរីករាយជាមួយនឹងពិភពមនុស្សតាមរកស្នេហ៍ពិតមុនពេលដែលយើងស្លាប់ទៅទើបជាការល្អបើសិនជាគេលេចមកឡើងមកខ្ញុំនឹងចាប់គេយកឲ្យបងស្នេហ៍ពិតមិនអាចបង្ខំបាននោះទេថ្ងៃស្អែកពួកយើងគួរតែបន្លំខ្លួនធ្វើជាកូនសិស្សនៅទីនេះគួរតែរកគេឃើញប៉ាត់ហើយតាំងក្បាលសិស្សថ្មីខ្ញុំគឺលូលីដាជាអ្នកគ្រប់គ្រងនៅសាលាទីនេះទាំងមូល
អាចជួបនិយាយគ្នាបានដែរទេ ស្វាគមន៍ចម្រៃយក បងជិនខ្ញុំថានៅក្នុងសាលានេះមិនសូវមានមនុស្សល្អទេច្បាស់ទេថាស្នេហ៍ពិតរបស់បងនៅទីនេះខ្សែក្រហមមិនអាចកុហកបងបានទេមកម៉ាំហេតុអីក៏គូរុំ ខាងក្រៅរំខានណាស់ ហេតុអីក៏គ្មានរូបមនុស្សនៅក្នុងរូបនេះ